នេះគឺជាក្លោងទ្វារខាងក្នុងវត្តកណ្ដាលក្រុងបាត់ដំបងយើងខ្ញុំចាប់អារម្មណ៍ក្លោងទ្វារនេះស្អាតបងប្អូនមើលខ្ញុំនឹងយកគូវិមានមួយបាទយកគំរូតាមក្លោងទ្វារនេះបាទវិមានដែតលើសួរលើឋានសួគ៌បាទស្អាតណាស់ក្លោងនេះចូលមើលចិត្តទៀតគៀកចិត្តវិហារខាងក្នុងហើយខាងក្នុងសានបងប្អូនអ៊ីកុដបុរាណនឹងសាងពីជំនាន់ណាមានអក្សរចិននៅខាងលើទៀតអក្សរខ្មែរអក្សរបារាំងនៅខាងលើផងស្អាតបាទព្រះវិហារក៏ស្អាតនិយាយទៅព្រះវិហារបែបបុរាណស្អាតដូចជាងសម័យឥឡូវធ្វើដូចរឿងឆ្កងមើលទៅតែព្រះវិហារបែបបុរាណមិនជាខ្ពស់ទេបាទប៉ុន្តែស្អាតតូចច្រឡឹងព្រះវិហារសម័យឥឡូវឃើញធ្វើធំស្កឹមស្កាយតែមើលទៅដូចអត់សូវតំណងមេតនាព្រះវិហារបុរាណមើលទៅដូចស្អាតតសើស្នាដៃចាស់បុរាណបាទស្អាតណាស់ស្អាតណាស់បងប្អូនមើលលក្ខណៈបុរាណចឹងស្អាតបាទមួយចម្លាក់ក៏រស់រវើកណាបងប្អូនអើយមានអារម្មណ៍គិតថាជាងសម័យឥឡូវគាត់ធ្វើដូចពុំផ្សេងពីសម័យមុនគាត់ធ្វើចាក់ពុំហ្នឹងស្អាតពុំសម័យមុនដូចមិនឃើញមានសម័យឥឡូវធ្វើទៅតើយើងត្រឡប់ទៅមុខវិញអរគុណច្រើនបងប្អូនសម្រាប់ការចំណាយពេលសូមបងប្អូនជួយចុចពាក្យ Subscribe និង Like ឬក៏សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបាទអំពី Channel Art TV របស់ខ្ញុំអរគុណច្រើន